ពីតូចចង់នៅទីក្រុងតែដល់អាយុប៉ុណ្ណេះអត់ចង់តាណាទៅទេអាចរស់នៅជុំជាមួយម៉ែប៉ុណ្ណឹងមានក្តីសុខពេញមកនៅស្រុកស្រែចិញ្ចឹមសត្វដាំបន្លែផ្កាអត់ភ័យបារម្ភរឿងម្ហូបដូចបងខ្ញុំសល់ដីក្រោយផ្ទះបន្តិចក៏ដាក់ទាដាក់មាន់ប្រចាំថ្ងៃបានពោសាច់ធ្វើម្ហូបអត់បាក់ភ័យថាថ្ងៃណាដាច់លុយទៅអត់មានអីហូបទេទាស្រួលចាំមែនតាដល់ពេលពងរហូតថ្ងៃមួយរើសបានគ្រប់ពេលឆ្នាំនេះសប្បាយចិត្តតាដើមទៀបខ្ញុំមិនមែនផ្លែមួយដូចមុនទេផ្លែច្រើនមែនតែនឡើងស្អិចស្កះពេញដើមម៉ែអត់មើលរាល់ថ្ងៃថាមានទុំឬអត់ពីតូចគិតថានៅស្រុកស្រែពិបាកអត់ចង់នៅទេចង់នៅទីក្រុងវិញប៉ុន្តែដល់អាយុប៉ុណ្ណេះអត់ចង់តាណាទៅទេមានការងារធ្វើមានមុខរបរមានអាហារហូបចុកគ្រប់គ្រាន់អាចរស់នៅជុំជាមួយម៉ែប៉ុណ្ណឹងមានក្តីសុខពេញហ្មងបើមុខរបរបើគក់ក៏ដំណើរការទៅហោហែកាលមុនបងរីខមមិនថាកុំប្រើសាប៊ូម្សៅប្រើសាប៊ូទឹកល្អជាងខ្ញុំតេស្តរកសាប៊ូទឹកយូរដល់ពេលឥឡូវបានជួបហើយជាផលិតផលក្នុងស្រុកយើងកុំចាត់បាក់តេរីកុំចាត់ស្នាមប្រឡាក់បានល្អមែនតែនហើយមានក្លិនក៏អូបឈ្ងុយបានជាប់ពេញមួយសប្តាហ៍ហ្មងល្អជាផលិតផលជាមួយក្រុមហ៊ុនក្លិនមានរូបមន្តមកពីប្រទេសកូរ៉េមានទាំងសាប៊ូមានទាំងទឹកក្អូបចង់ប្រើជាមួយម៉ាស៊ីនក៏បានបោកគក់ដោយដៃក៏បានសម្រាប់ហាងបោកគក់តាមភោជនីយដ្ឋានឬក៏តាមស្ថាគារក៏មានជាកដុងធំដែរពងទាខ្ញុំរើសសំទុក3ថ្ងៃជាប់គ្នាហើយបានប្រហែលជា30-40គ្រាប់ញ៉ាំអត់អស់អញ្ចឹងធ្វើពងទាប្រៃទុកសម្រាប់ឲ្យម៉ែហូបបបរពេលព្រឹកពងទាប្រៃខ្ញុំអត់ចេះហូបទេអត់ដឹងតែហេតុអីតែឃើញគេហូបជាមួយបបរឆ្ងាញ់ក៏ធ្វើទុកឲ្យម៉ែមុននឹងយកទៅត្រាំលាងឲ្យជ្រះដីជ្រះលាមកឲ្យអស់សិនហើយរើសមើលល្អកុំឲ្យមានបែកដាក់ទាំងបែកស្អុយខូចដល់ពងល្អទៀតដូចគេថាត្រីមកកត្រកស្អុយមួយស្អុយទាំងអស់ទឹកអំបិលដាក់ត្រាំពងទាត្រូវដាំឲ្យពុះពងទាដាក់ក្តង់ប៉ុណ្ណាទឹកដាក់កន្លះក្តង់នឹងបរិមាណអំបិលយើងអាចស្មានបានជាមួយបាយបើដាក់បាយទៅមិនដែរមានន័យថាទឹកអំបិលយើងនឹងប្រៃល្មមហើយតែបើដាក់ទៅអត់ទាន់ដែរទេយើងថែមអំបិលរហូតដល់បាយយើងឡើងដែរទឹកអំបិលនេះត្រូវទុកឲ្យត្រជាក់សិនមិនមែនពុះហើយចាក់ជាមួយនឹងពងទាក្តៅទេណាឆ្អិនពងទាអស់ចំណែកពងទាក៏ត្រូវតែស្ងួតល្អដែរចាំដាក់ចូលគ្នាហើយយើងដាក់ត្រាំទុកតែម្ដងតែប៉ុណ្្នឹងមួយសប្តាហ៍ក្រោយយើងអាចញ៉ាំបានហើយ